ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើទឹកស្ករធ្វើយ៉ាងម៉េចដើម្បីរក្សាទឹកស្កររបស់យើងបានយូរមិនឡើងក្រាមមិនកកដុំហើយជំហានដំបូងគឺខ្ញុំមានស្ករស1គីឡូនិងទឹក500 ml ខ្ញុំចាក់ទឹកចំនួន500 ml នឹងចូលទៅក្នុងឆ្នាំងបន្ទាប់មកយើងធ្វើការចាក់ស្ករសរបស់យើងចំនួន1គីឡូចូលបន្ទាប់មកយើងកូរស្ករនិងទឹកនឹងបន្តិចហើយយើងធ្វើការបើកភ្លើងហើយភ្លើងហ្នឹងគឺយើងកុំបើកខ្លាំងអីយើងបើកភ្លើងត្រឹមតែពាក់កណ្ដាលឬក៏តិចៗទៅបានហើយបើមិនជាយើងបើកភ្លើងខ្លាំងអាចធ្វើឲ្យស្កររបស់យើងហ្នឹងវាខ្លោចនៅពេលដែលយើងកំពុងតែរងាស់ទឹកស្ករគឺដាច់ខាតបងប្អូនអត់ត្រូវកូរទេគឺយើងបើកភ្លើងតិចៗចោលរហូតឲ្យតែទឹកស្កររបស់យើងឡើងពុះនិងរលាយស្ករដោយខ្លួនឯងយើងអត់កូរទេហើយទឹកស្ករនៅក្នុងថ្ងៃនេះដែរគឺខ្ញុំបានប្រើស្លឹកតើយចំនួន2ស្លឹកដែរដើម្បីឲ្យទឹកស្កររបស់យើងមានរសជាតិឈ្ងុយក្លិនស្លឹកតើយណាបងប្អូនហើយទឹកស្ករនេះបងប្អូនអាចយកទៅប្រើប្រាស់ដូចជាប្រភេទទឹកស្ករជាមួយនឹងទឹកកន្លុកឬមួយក៏ភេសជ្ជៈគ្រប់មុខបាននៅពេលដែលខ្ញុំរងាស់ទឹកស្ករនឹងពេលដែលស្កររលាយអស់ពីបាតឆ្នាំងខ្ញុំធ្វើការចាក់ទឹកក្រូចឆ្មាចំនួន1ស្លាបព្រាបាយចូលបងប្អូនធ្វើបែបនេះគឺរក្សាដើម្បីឲ្យទឹកស្កររបស់យើងនឹងគឺវាមិនកកមិនឡើងក្រាមយើងអាចទុកនៅខាងក្រៅទូបានរយៈពេល1ខែអីក៏អត់កកអត់អីដែរបងប្អូនអានេះទឹកស្កររបស់ខ្ញុំបានពុះហើយនឹងយើងធ្វើទឹកស្ករនេះគឺយើងត្រូវការចំណាយពេលវេលារងាស់រៀងយូរបន្តិចដែរហើយបើសិនជាបងប្អូនរងាស់ហើយមានឡើងពពុះមានអីបងប្អូនដួសចេញឲ្យស្អាតមកតែហាមដាច់ខាតនៅពេលដែលយើងកំពុងតែរងាស់បងប្អូនអត់តកូរទឹកស្ករនឹងចុះឡើងទេគឺយើងត្រូវតែរងាស់ទុកវាចោលឲ្យវារលាយស្ករដោយខ្លួនឯងពេលដែលយើងឃើញរលាយអស់ពីបាតឆ្នាំងគឺយើងធ្វើការដាក់ទឹកក្រូចឆ្មាចូលណាបងប្អូនហើយនេះទឹកស្កររបស់ខ្ញុំគឺបានរួចរាល់ហើយបងប្អូនគឺរលាយអស់ពីបាតឆ្នាំងហើយទឹកស្ករនេះគឺស្អាតណាស់បងប្អូននឹងខាប់នឹងរសជាតិអីគឺផ្អែមល្មមបើសិនជាបងប្អូនចង់បានច្រើនដល់នឹងអីបងប្អូនគ្រឿងតាមនឹងទៅបើសិនជាបងប្អូនអត់ច្បាស់អីអាចខមមិនខាងក្រោមវីដេអូបាន